សូមជម្រាបសួរនិងសួស្តីបងប្អូនអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាយើងបន្តចូលមេរៀនវិជ្ជាករភាសាអង់គ្លេសមួយទៀតគឺទៅនឹង questions with be សំណួរជាមួយនឹង to be អញ្ចឹងណាតើយើងប្រើសំណួរបែបណាខ្លះហ៎អញ្ចឹងយើងមើលដូចរដងយើងមានចំណុច2គឺ grammar explanation ជាមួយ questions and answers អញ្ចឹងនៅក្នុងមេរៀនរបស់យើងមានផ្នែកមួយចំនួនដែរយើងអាចមើលលម្អិតនៅបន្តទៀតអញ្ចឹងណាអញ្ចឹងសំណួរគឺថា what are be questions តើ be question នេះគឺជាអ្វីអញ្ចឹងចឹងតែប៉ុន្តែយើងថាគេថា the verb be has three main forms ចឹងគេនិយាយថាគេស័ព្ទ be ហ្នឹងមាន3ទម្រង់សំខាន់ៗអញ្ចឹង3ទម្រង់មានអីខ្លះមានដូចជាអូខេ am is are អញ្ចឹង am is are ហ្នឹងគឺជាទម្រង់ to be តែវាជាទម្រង់សំខាន់របស់ to be ណាហើយយើងបើយើងសំខាន់ហ្នឹងគឺយើងនិយាយពីនៅក្នុង present ណា present simple ហ្នឹងវាបាញ់ចាញ់ជា3ហ្នឹងហើយតែប៉ុន្តែនៅក្នុងអតីតកាលក៏មានទម្រង់2ផ្សេងទៀតដែរអញ្ចឹងនៅក្នុង future មានផ្សេងទៀតអញ្ចឹងវាមានច្រើនទម្រង់មែនទែនតែយើងនិយាយថាទម្រង់ដែលសំខាន់គឺមាន3ហ្នឹងគឺ am is are ហ្នឹងដែលយើងត្រូវសិក្សានៅក្នុងកម្រិតរបស់យើងអូខេយើងមើលបន្តទៀតគេថា we use them to talk about យើងប្រើពួកវាហ្នឹងដើម្បីនិយាយអំពីអូខេមាន jobs និយាយពីការងារនិយាយពីឈ្មោះនិយាយពីអាយុនិយាយពី feelings អារម្មណ៍និយាយពី location ទីតាំង descriptions ការពិពណ៌នាមផ្សេងជានេះគឺការប្រើប្រាស់ to be អញ្ចឹងណាអូខេអញ្ចឹងយើងមើលមួយទៀតគឺ structure of be questions តើរូបមន្ត structure របស់វានឹងមានបែបណាយើងមើលគឺថា the structure of a question with be is អញ្ចឹងរូបមន្តតទៅមួយ to be នៅក្នុងសំណួរហ្នឹងមានដូចជាមាន be subject ហើយ complement សញ្ញាសួរអញ្ចឹងណាអញ្ចឹងត្រូវប្រើដាក់ to be នៅពីមុខហើយមានប្រធានហើយមានពីបំពេញនៃបន្ថែមទៅឧទាហរណ៍ថា are you a student អញ្ចឹងយើងមើល are you a student អញ្ចឹង are ហ្នឹងគឺ be ហើយដល់ពេល you គឺ subject ហើយ student គឺ complement ហើយពីបំពេញនៃប្រធានអញ្ចឹងណាអញ្ចឹងយើងមើល you to be ដាក់មុខបែបហ្នឹងទៅជាសំណួរហើយ are you a student តើអ្នកគឺជាសិស្សឬយើងសំណួរយើងនៅ question គឺយើងសួរអញ្ចឹងបុកប្រែអញ្ចឹងមួយទៀតគឺ is he your teacher តើគាត់គឺជាគ្រូរបស់អ្នកឬចាសំណួរទៀតគឺ am I late តើខ្ញុំមកយឺតឬអញ្ចឹងសំណួរដែលប្រើជាមួយ to be យើងនៅ question ហ្នឹងគឺយើងប្រើ to be ដាក់ពីមុខបែបហ្នឹងមួយទៀតគឺ structure មួយទៀតគឺតកតងជាមួយយើងតកតងមួយ statement គឺថា in statements we say នៅក្នុងប្រយោគអាចថាប្រយោគបដិសេធឬក៏ស្របអីចឹងណាយើងនិយាយថាយើងប្រើរូបមន្តវាគឺ subject បូក be ហើយ complement អញ្ចឹងណាក៏ប៉ុន្តែបើថា you are happy ក៏ប៉ុន្តែគេថា but in questions we invert the subject and the verb be អញ្ចឹងមានន័យថានៅក្នុងសំណួរយើងបដូរយើងត្រឡប់ប្រធានជាមួយ be មានន័យថាយើងត្រឡប់ to be ដាក់ពីមុខទៅប្រធានទៅបន្ទាប់ពី to be ទៅអាហ្នឹងវាទៅជាសំណួរឯនេះក៏ជាការបញ្ចូលបន្ថែមទៅមួយរបៀបធ្វើជាសំណួរឯយើងចេញពីស្របមកដល់របៀបណាអញ្ចឹងណាអញ្ចឹងយើងត្រឡប់ទៅថាអញ្ចឹងត្រឡប់ subject កាលនៅទំនងស្របគឺ subject ហើយ be complement ដល់ពេលសំណួរយក be ដាក់ពីមុខប្រធានបន្ទាប់ពី be វិញអញ្ចឹងណាចាហ្នឹងគឺបញ្ចូលបន្ថែមបែបហ្នឹងរបៀបដែលយើងធ្វើជាសំណួរហ្នឹងឧទាហរណ៍ថាអញ្ចឹងបើយើងនិយាយថា you are happy ទៅជា are you happy ឃើញយើងត្រឡប់ to be ដាក់ពីមុខវិញបែបហ្នឹងអូខេនេះគឺការបញ្ចូលបន្ថែមទៅមួយរបៀបដែលយើងធ្វើវាទៅជាសំណួរឥឡូវចូលចំណុចទី3គឺ forms of be according to the subject ទម្រង់ be ដែលប្រើដោយយោងទៅតាមប្រធានឧទាហរណ៍ថា the subject ប្រធាន I វាប្រើជាមួយ am អញ្ចឹងណា you យើងប្រើមួយ are ទៅ he she it យើងប្រើជាមួយ is ហើយ you we you they ប្រើមួយ are you ខាងក្រោមគឺពហុវចនៈគឺចាប់ពីឡើងទៅអញ្ចឹងណាអូខេអញ្ចឹងនេះគឺជាការប្រើ to be ជាមួយនឹងប្រធានតែច្បាស់មែនតើទៅមួយប្រធានដែលមួយណាប្រើជាមួយ to be មួយណាអញ្ចឹងណាអញ្ចឹង I យើងប្រើមួយ am you យើងប្រើមួយ are he she it យើងប្រើមួយ is you we they យើងប្រើជាមួយ are ដែរអូខេមួយទៀតគឺ general question with be អញ្ចឹង general question យើងបានមើលមិញហើយគេថា these are simple questions you can answer with yes no ជាមើល example ទៅថា are you tired តើអ្នកនឿយហត់ទេបើយើងនឿយហត់មិនយើងអាចឆ្លើយថា yes I am អញ្ចឹងនេះគឺជាការឆ្លើយ no I'm not អូខេឆ្លើយបែបហ្នឹងអញ្ចឹងអាណាគេសួរ are you យើងចេញមកគឺមាន2ឯគឺ yes I am ឬក៏ no I'm not ឆ្លើយខ្លីបែបហ្នឹងគឺត្រូវល្អជាងគេសួរបន្តទៀតថា is she a doctor តើគាត់ឬក៏នាងដែលបើយើងបកប្រែជាការគោរពយើងបកប្រែថាគាត់ទៅតែស្មើលើស្រីអញ្ចឹងណាតើគាត់គឺជាវិជ្ជាបណ្ឌិតឬបើគាត់ជាវិជ្ជាបណ្ឌិតមែនយើងអាចឆ្លើយថា yes she is បើមិនមែនទេ no she isn't អូខេមួយទៀតគឺ am I late តើខ្ញុំមកយឺតឬអញ្ចឹងអាកន្លែងសួរខ្លួនឯងអញ្ចឹងយើងត្រូវប្រយ័ត្នដែរដល់ពេលគេឆ្លើយមកវិញ yes you are គឺយើងបដូរប្រធានវិញអញ្ចឹងណាកាលណាបើថតខ្ញុំមកសួរ am I late បើសិនយើងនិយាយមកកាន់ខ្ញុំវិញច្បាស់ជាប្រើ yes you are យើងប្រើ you សម្រាប់លើខ្ញុំអញ្ចឹងណាអញ្ចឹងប្រធាន I និង you នឹងត្រូវផ្លាស់ប្ដូរគ្នាដល់ពេលដែលសួរសំណួរអូខេបើសិនជាខ្ញុំអត់មកយឺតទេយើងអាចប្រាប់ថា no you aren't អញ្ចឹងយើងបដូរឡើងនឹងតិច are they from Japan តើពួកគេមកពីប្រទេសជប៉ុនឬបើមិនមែនយើងអាចឆ្លើយថា yes they are បើមិនមែនទេ no they aren't អូខេចឹងនេះគឺជារបៀបយើងសួរហើយយើងឆ្លើយតែទៅមក yes no ហ្នឹងអានេះគឺជា tip ដែលខ្ញុំនិយាយមិនអញ្ចឹងចាំបើសិនជាប្រធាន I បើខ្ញុំសួរថា am I late យើងឆ្លើយវិញអាចថា yes you are ឬក៏ no you aren't យើងបដូរប្រធាន I ទៅជា you បែបហ្នឹង
ok mỗi tiết cứ WA question mình đó chứ WA question with B ở chứ mới cái thang WA questions ask for more information not just general chứ sầm nô WAហ្នឹងគឺវាសួរសម្រាប់ព័ត៌មានបន្ថែមមិនមែនត្រឹមតែ general ដូចសំណួរមិញទេអញ្ចឹងណាអូខេយើងមើល structure របស់វាគឺ WA word បូក B ហើយបូក subject បូក complement ដូចគ្នាហើយសញ្ញាសួរអញ្ចឹងណាយើងកាន់បន្ថែមWA word ចេញពី B មកតែយើងស្គាល់ WA word ដែរទេអញ្ចឹងយើងមើល common WA word ជាមានអីខ្លះយើងមានដូចជា what ហ្នឹងគឺសម្រាប់លើអ្វីសួរវត្ថុអញ្ចឹងណា where សួរទីកន្លែងឯណា who សួរមនុស្សនរណា how សួរពីរបៀបធ្វើអីមួយទៅ when សួរពេលវេលាពេលណាអញ្ចឹងណាអញ្ចឹងនេះជាឧទាហរណ៍សាមញ្ញខ្លះៗដែលតមួយ level យើងគឺ WA question យើងមានប៉ុណ្ណឹងយើងត្រូវរៀនណាអូខេជាមាន what where who how and when អូខេឥឡូវយើងមើល example just now អូខេយើងមើលសំណួរទី1ហើយមានអត្ថន័យជាមួយ sample answer គឺថា what is your name អញ្ចឹង asking for name សួរអត្ថន័យវាគឺសួររកឈ្មោះអញ្ចឹងដល់ពេលចម្លើយយើងឆ្លើយថា my name is Anna ឧទាហរណ៍ណា my name is Sokol តែបើយើងសួរខ្ញុំ where are you from តើអ្នកមកពីណាយើងសួររកពីប្រភព asking for origin អញ្ចឹងយើងអាចនិយាយថា I'm from Philippines I'm from the Philippines I'm from Cambodia អូខេអាចឆ្លើយយ៉ាងបាន who is he តើគាត់ជាណា asking for identity សួររកអត្តសញ្ញាណគេណា he's my brother យើងគាត់គឺជាបងប្អូនប្រុសរបស់ខ្ញុំយើងឆ្លើយហ្នឹងទៅ how is she តើបើ how is she វិញមិនសួរពីរបៀបទេសួរតា asking about condition សួរពីលក្ខខណ្ឌសុខភាពអីចឹងណាជាងអាចឆ្លើយថា she is fine អូខេ when is the party តើប្រតិជលឿនពេលណាអញ្ចឹង asking for time សួររកពេលវេលាអញ្ចឹង it's at 7 PM វានៅម៉ោង7អញ្ចឹងទៅអញ្ចឹងនេះគឺជារបៀបឆ្លើយទៅតាមមួយសំណួរ WA question អញ្ចឹងណាអញ្ចឹងខ្ញុំថាអ្នកនរអាចរៀនឆ្លើយខ្លះៗទៅតាមមួយសំណួរទៅហ្នឹងឥឡូវចូលដល់ចំណុចពិសេសគឺ questions and answers សំណួរចម្លើយអូខេយើងមានសំណួរមួយចំនួនដែរដោយរដងគឺទី1 what is the verb be តើ verb be គឺជាអ្វីទី2 what are the three main forms of be តើទម្រង់សំខាន់ទាំង3របស់ to be មានអីខ្លះទី3គឺ how do we make a general question with be តើយើងបង្កើតសំណួរ general question ហ្នឹងជាមួយ be ដោយរបៀបណាទី4 how do we make a question a WA question with be តើយើងបង្កើតសំណួរ WA question ជាមួយ to be ដោយរបៀបណាដែរហើយទី5 what are the WA words you know តើយើងស្គាល់ពាក្យ WA word ណាខ្លះយើងមានដូចជា5សំណួរទេអញ្ចឹងយើងរៀនឆ្លើយបងប្អូនអញ្ចឹងតើអ្នកនរអាចឆ្លើយវាបានទេបើសិនបើគេសួរអញ្ចឹងបន្ទាប់ពីស្ដាប់ការបញ្យល់ហើយអូខេចា៎យើងឥឡូវយើងរៀនឆ្លើយបងប្អូន what is the verb be តើ verb be គឺជាអ្វីអញ្ចឹង verb be គឺជា verb be means MSR អញ្ចឹង verb be គឺមានន័យថា MSR ហ្នឹងហើយ we use it យើងគួរតែប្រើ we use them វិញអាចដូរ it ទៅ them ក៏បានដែរ THEM ហ្នឹង we use them to talk about jobs names age feelings location or descriptions អញ្ចឹងយើងប្រើ to be តែប៉ុត it នេះគឺសម្រាប់ទៅលើ be ទេតែបើយើងចង់ប្រើនៃ MSR យើងអាចដាក់ them ជំនួសបានអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺបញ្យល់បន្ថែមទេយើងចង់ប្រើ it ក៏បានយើងប្រើ them ក៏បានអត់បញ្ហាទេព្រោះប្រការយើងប្រើ it យើងសម្រាប់លើ be ពាក្យ be ហ្នឹងតែយើងប្រើ them សម្រាប់លើ MSR ទៅអញ្ចឹងយើងប្រើពួកវាឬក៏ប្រើវាហ្នឹងដើម្បីនិយាយពីការងារនិយាយពីឈ្មោះនិយាយពីអាយុអារម្មណ៍ទីតាំងឬក៏ការពិពណ៌នាផ្សេងៗយើងឆ្លើយនេះគឺបានអញ្ចឹងព្រីច្រើនតិចតែយើងមើលចាំទៅយើងត្រឡប់និយាយបានហើយទី2 what are the three main forms of be តើតម្រងទាំង3របស់ be មានអីខ្លះអញ្ចឹង they are MSR ប៉ុណ្ណឹងគឺចប់សំណួរទី3 how do we make a general question with be តើយើងបង្កើតសំណួរ general question ជាមួយ be ដោយរបៀបណាចម្លើយគឺ we put the verb be before the subject យើងដាក់គេ subject to be ហ្នឹងនៅពីមុខប្រធានគឺចប់ហេហើយកុំភ្លេចសញ្ញាសួរផងបើថា you are happy អញ្ចឹងណាអញ្ចឹងទៅជា are you happy វាសញ្ញាសួរជាមួយសញ្ញាសួរអញ្ចឹងទៅអូខេទី4 how do we make a WA question with be តើយើងបង្កើតសំណួរ WA question ហ្នឹងជាមួយ be ដោយរបៀបណាអញ្ចឹងយើងដាក់ថា okay it is WA word plus be plus subject plus complement a question mark អូខេសញ្ញាសួរហ្នឹងទៅអញ្ចឹងនេះគឺជាទម្រង់ example ទៅថា what is your name where are you from who is she who is he how are you ហ្នឹងទៅអញ្ចឹងនេះគឺជា WA question ហ្នឹងគាត់យកឧទាហរណ៍ទេអូខេសំណួរចុងក្រោយ what are the WA words you know តើអ្នកស្គាល់ពាក្យ WA word ណាខ្លះអញ្ចឹងអូខេ they are យើងមានពួកវាមានដូចជា what where who how and when ឆ្លើយប៉ុណ្ណឹងគឺអូខេអញ្ចឹងយើងមានសំណួរទាំង5ហ្នឹងដើម្បីសួរទៅយើងឆ្លើយតែតទៅជាមួយ to be នៅក្នុងសំណួរឯងប៉ុណ្ណឹងយើងអាចចេះប្រើការវាបានហើយអញ្ចឹងដើម្បីយើងចាំវាទៅហើយយើងរៀនយកវាទៅអនុវត្តបន្ថែមទៀតទៅគឺយើងអាចចេះវាអញ្ចឹងយើងសំណួរចម្លើយទៅតមួយមេរៀនការបញ្យល់មេរៀនមានតែប៉ុណ្ណឹងជួបគ្នានៅពេលក្រោយអរគុណច្រើន